បាទសរសេរអ្នកគ្នាជួយជាមួយលោកគ្រូនៅក្នុងការរៀន QuickBook Desktop តាមប្រព័ន្ធអនឡាញក៏តាមវីដេអូអញ្ចឹងនៅក្នុងវីដេអូវគ្គនេះគឺយើងដល់មេរៀនទី4ក្នុងការអនុវត្តទៅលើ QuickBook របស់យើងណាសម្រាប់មេរៀនទី1គឺយើងបានទៅជែកគ្នាទៅលើការ create new company ហើយអញ្ចឹងនៅក្នុងនេះគឺជា flow ដែលនៅពេលយើងរៀនហើយអ្នកនរគ្នាអាចមើលទៅលើ flow នេះបានអញ្ចឹងណាមានន័យថាយើងរៀនមានវីដេអូមើលហើយយើងមាន flow នៅក្នុង Excel ដែលលោកគ្រូមានកាត់ជា step មួយមួយនៅក្នុង Excel ជូនអឺទាំងអស់គ្នាដើម្បីជា reference អញ្ចឹងណាអូខេអញ្ចឹងនេះគឺមេរៀនទី2សម្រាប់ការ set up page friend របស់យើងហើយមេរៀនទី3គឺយើងបានទៅជែកគ្នាទៅលើការ create user អញ្ចឹងសម្រាប់មេរៀនទី4នេះគឺយើងនឹងជួបគ្នាទៅលើការ create ទៅលើ chart account អញ្ចឹងតើតើមួយ chart account នៅក្នុង QuickBook គឺដើរទៅលើធាតុគណនេយ្យទាំង5វាមាន asset មាន liability equity revenue expense mainly ទៅនៅក្នុង QuickBook System ការកំណត់ទៅលើ chart account គឺបើយើងនិយាយទៅលើ asset account ក្បាល1 liability គឺបើក្បាល2 equity ក្បាល3 revenue ក្បាល4ហើយនិង expense ក្បាល5អញ្ចឹងអានេះគឺជា chart account ដែលប្រើនៅក្នុង QuickBook System ដែលយើង run ទៅតាម code number ណាអូខេហើយ mainly ទៅនៅក្នុង QuickBook System នៅពេលដែលយើង create មកគឺអ្នកទាំងអស់គ្នាឃើញអញ្ចឹងបើសិនយើងចូលទៅមើល chart account នៅក្នុង QuickBook ណាយើងនឹងឃើញ chart account ចំនួន6ដែលវាជា default ហើយ chart account 6នេះគឺយើងលុបអត់បានទេក៏ប៉ុន្តែក្នុងករណីដែលយើងលុបអត់បានយើងអាច override គឺយើងអាចកែ edit វាប្រើទៅតាម chart account ដែលយើងដាក់ជូនឬក៏ chart account ដែលយើង set up នៅក្នុងក្រុមហ៊ុនអញ្ចឹងទៅអូខេអញ្ចឹងពាក់ព័ន្ធជាមួយ chart account លោកគ្រូនឹងរៀបរាប់ពីនីតិវិធីថាតើការ create chart account យើងត្រូវចូលទៅកន្លែងណាហើយយើង create យ៉ាងដូចម្ដេចនៅក្នុងការ create chart account របស់យើងណាអញ្ចឹងនៅក្នុងនេះលោកគ្រូមាន chart account ដែលលោកគ្រូ set up ហើយក្នុងមេរៀនទី4របស់យើងហ្នឹងគឺនេះហើយ chart account មួយនេះគឺជា chart account standard ដែលវាផ្សារភ្ជាប់ជាមួយនឹងការងារពន្ធផងហើយការងារគណនេយ្យផងហើយបើយើងមើលលើ chart account នេះគឺទាំងអស់វា100 chart account ជាងណាហើយ chart account នេះគឺជា chart account ដែលលោកគ្រូ set up ឲ្យតាមក្រុមហ៊ុនផ្សេងៗដែលគាត់ប្រើប្រាស់អញ្ចឹងពាក់ព័ន្ធជាមួយការប្រើប្រាស់លើ chart account សឹងតែមានអស់ហើយនៅក្នុងហ្នឹងណាមានអស់ថា chart account ហ្នឹងប្រើសម្រាប់អីហ្នឹងទៅនៅក្នុងសកម្មភាពអាជីវកម្មវាអាចខុសគ្នាទៅលើចំណូលហើយនិង costing ទេប៉ុន្តែពាក់ costing ហើយនិង inventory ប៉ុន្តែពាក់ព័ន្ធមួយចំណាយក៏អាសិតអីផ្សេងៗវាដូច same ទេអញ្ចឹងណាអញ្ចឹងក្នុង technique ក្នុងការ set up chart account លឿនគឺយើងដូរទៅ3ចំណុចហ្នឹងទេដូរទៅលើប្រភេទអាជីវកម្មរបស់គាត់ថាតើអាជីវកម្មគាត់រកស៊ីអីគេហើយយើងដូរទៅ code តទៅជាមួយចំណូលហើយ costing ហើយនិង inventory បើសិនជាការផ្លាស់ប្ដូរនៃការលក់របស់គាត់ផ្សេងគ្នាអញ្ចឹងណា business ហ្នឹងផ្សេងគ្នាប៉ុន្តែវាជា trading business ដូចគ្នាគេអញ្ចឹង chart account ទាំងអស់នេះយើងនឹងទៅ create ទាំងអស់គ្នាចូលទៅក្នុង QuickBook System អញ្ចឹងនៅក្នុងការបង្កើត chart account គ្រូនឹងដាក់ជានេះមួយបានន័យថាជា snapshot មួយនៅនេះគ្រូដាក់ COA snapshot គេដាក់នៅហ្នឹងទៅដើម្បីអ្នកនរគ្នាអាចមើលជា reference ថាតើនីតិវិធីការបង្កើត chart account យើងធ្វើអញ្ចឹងដំបូងឡើយអ្នកនរគ្នាចូលទៅក្នុងធម្មតានៅពេលយើងបើក QuickBook មកវាមាន home page ចឹងក្នុង home page អ្នកនរគ្នាអាច select នៅលើនេះក៏បានដែរ chart account នេះនៅក្នុងហ្នឹងគឺយើង select លើហ្នឹងក៏បានដែរដល់ពេលយើង select ទៅវានឹងមកនៅនេះឬក៏មួយទៀតអ្នកនរគ្នាអាចចូលទៅក្នុង account ហ្នឹងហើយយកពាក្យ chart account បានដូចគ្នាអញ្ចឹងណាចឹងនៅពេលឲ្យចូលមកហើយអ្នកនរគ្នាគឺគ្រាន់តែ right click មួយហើយយកពាក្យ new អញ្ចឹងកន្លែងនេះពូ snapshot ជូន snapshot ហើយគូកាត់ជូនណាគេដាក់ចូលទៅក្នុង Excel ជូនអញ្ចឹងបានន័យថានៅពេលដែលយើងអនុវត្តពេលដែលមើលវីដេអូលោកគ្រូទៅអ្នកនរគ្នាមើលមកលើ snapshot តាម flow មួយមួយហ្នឹងគឺអាចចេះក្នុងការបង្កើត chart account នៅក្នុង Facebook ហើយអូខេហើយតិចនេះមួយទៀតគឺការ upload ប៉ុន្តែ upload នេះគឺលោកគ្រូនឹងប្រាប់នៅពេលក្រោយទៀតដើម្បី upload បានណាគឺគាត់ជួបគ្នានៅក្នុងមេរៀន video record ទៅលើ QuickBook online អញ្ចឹង QuickBook online គឺយើងនឹង upload ចូលទៅតែម្ដងអូខេអញ្ចឹង step ទី1កន្លែងនេះអ្នកនរគ្នាគ្រាន់តែចូលទៅក្នុង home page ហើយ homepage ហើយអ្នកនរគ្នា select យក see chart of account តែប៉ុណ្្នឹងមកគឺវា pop up ហើយអ្នកនរគ្នា right click មកហើយ click ទៅហើយ select យកពាក្យ new មក new យើងនឹងអាច create chart account បានណាគេអញ្ចឹងនៅក្នុងនេះនៅពេលដែលអ្នកនរគ្នា right click យកពាក្យ new វានឹង pop up ផ្ទាំងមួយថ្មីទៀតអញ្ចឹងនៅក្នុងផ្ទាំងហ្នឹងគឺវាមាន category នៃ money your business earn ឬក៏ spend អញ្ចឹងនៅក្នុងនោះវាមាន income វាមានចំណាយហើយខាងក្រោមនេះដោយឡែកគឺយើងមើលឃើញតកតងមួយ asset fixed asset តកតងមួយ banking loan credit card ហើយនិង equity ហើយខាងក្រោមនេះបើសិនជាក្នុងការបង្កើត chart account របស់យើងអត់មាន classification ចូលទៅក្នុងប្រភេទណាមួយអ្នកនរគ្នាអាច select កន្លែង other type នេះមក select ទៅតាម nature វាមួយគឺតែប៉ុណ្្នឹងមកអូខេអញ្ចឹងយើងទៅបង្កើត chart account ទាំងអស់គ្នានៅក្នុងនេះលោកគ្រូបង្កើត chart account ធនាគារគឺ account 10 100អញ្ចឹងគ្រាន់តែយើងចូលហើយ right click ហើយយើងយក bank មក
នៅពេលអ្នកអត់ឲ្យ select លើ bank ហ្នឹងគឺវាអាច create under bank account ហ្នឹងវាមាន PTK វាមាន check គេវាមាន saving account អីចឹងទៅវាមានច្រើននៅក្នុងហ្នឹងណាតែអញ្ចឹងបន្ទាប់ពីអ្នកអត់ឲ្យ select ហើយយក continue នៅពេលយក continue អ្នកនរគ្នានឹងឃើញផ្ទាំងមួយថ្មីទៀតផ្ទាំងមួយថ្មីទៀតហ្នឹងគឺវាមាន account type អញ្ចឹងអ្នកនរគ្នាត្រូវ select កន្លែងនេះដាក់ account type ធនាគារហើយបន្ទាប់ទៀតដាក់ code របស់យើងចូលមកហើយបន្ទាប់ពីដាក់ code ហើយអ្នកនរគ្នាដាក់ description មកធនាគារអាហ្នឹងមិនមែនជា sub ទេវាជា main អញ្ចឹងតែប៉ុណ្្នឹងហើយយើងយក save and new មកបន្តមកទៀតអ្នកនរគ្នាបង្កើត cash on hand អញ្ចឹង copy មកណា copy អញ្ចឹងនៅ under ធនាគារដូចគ្នាអញ្ចឹងអានេះ cash on hand នៅ under ធនាគារអញ្ចឹងយើងដាក់ sub off bank អញ្ចឹងមកហើយ continue ទៀតមកអូខេអញ្ចឹងដាក់ធនាគារ A មកធនាគារ A ក្រុមហ៊ុនយើងអាចមានធនាគារច្រើននៅក្នុងក្រុមហ៊ុនណាអញ្ចឹង under man នៃធនាគារដូចគ្នាធនាគារ B ដូចគ្នាធនាគារ B អូខេអញ្ចឹងនៅ under ធនាគារ B ធនាគារដូចគ្នាអញ្ចឹងដល់ពេលយើងបង្កើត chart account ហើយគោលនាំអ្នកនរគ្នាទៅ visit ទៅលើ chart account ដែលយើងបង្កើតណាវានឹង pop up ចេញមកទម្រង់បែបនេះអូខេនៅ under ធនាគារមាន cash on hand មាន bank account អឺ bank A មាន bank account B អញ្ចឹងដែរមាន bank B អញ្ចឹងដែរឥឡូវយើងមក create ជាមួយគ្នាពាក់ព័ន្ធជាមួយនឹង account មួយទៀតគឺជា asset ដូចគ្នាគឺ account receivable អញ្ចឹងយើងមើលនៅក្នុងនេះបើសិនជាមាន account receivable យើងអាច override បានណាយើង edit ហើយ override យើងបើអត់មានទេអ្នកនរគ្នាគ្រាន់តែ right click មកហើយបន្តទៀតយកពាក្យ new យកពាក្យ new បន្តទៀត copy code ហ្នឹងមកហើយយើងត្រូវដូរ type សំខាន់ជាងគេកន្លែងនេះដូរ type នេះយើងត្រូវដូរដាក់ទៅជា account receivable កាលណាអ្នកនរគ្នាអត់ដូរប្រភេទនេះណានៅពេលយើងចំជីទៅវាខុសប្រភេទខុស account type អញ្ចឹងវាអត់ត្រូវទេអញ្ចឹងដូរ type ហ្នឹងមកតទៅទៀតអ្នកនរគ្នាគប់ nature ឬក៏ឈ្មោះមកអាហ្នឹងគឺជា main account គេ main account ហើយយើងបង្កើត account receivable ពីរទៀត under main account មួយហ្នឹងយើងដាក់ sub of account receivable អូខេប៉ុណ្ណឹងមកតទៅទៀតនេះដូចគ្នាហើយដាក់ other receivable មកនេះ other receivable ហើយដាក់ sub under main account receivable តែប៉ុណ្ណឹងមករួចជាការស្រេចហូបនាំអ្នកនរគ្នាទៅមើលប្រភេទនៃការ create account receivable នៅពេលយើង create ត្រូវទៅគឺ account វាទៅតាម order របស់យើងអញ្ចឹងណាទៅតាម order អញ្ចឹងនៅពេលយើងពោសចូលក៏មិនមានភាពស្មុគស្មាញដែរវាងាយស្រួលណាអូខេអញ្ចឹងបង្កើតមួយទៀតពាក់ព័ន្ធជាមួយ inventory អញ្ចឹង inventory ដូចគ្នាយើងគ្រាន់តែ right click មកយកពាក្យ new យកពាក្យ new អ្វីដែលយើងមិនភ្លេចហ្នឹងគឺ account type របស់យើងអញ្ចឹងយើងមើលទៅលើ account type របស់យើងមាន inventory អត់មាន inventory អត់បើសិនជាវាអត់មាន inventory ទេយើងត្រូវ identify មកចំណុចទៀតថា inventory វាជា current asset នៅក្នុងនេះអត់មាន current asset ទេអញ្ចឹងយើងអាច classification ចូលទៅក្នុង other current asset ហើយយើង copy code មក code account របស់យើងណាអូខេយើង copy code account របស់យើងមកដាក់ code តមកទៀតហើយដល់ឲ្យ copy nature មក copy nature ហើយហ្នឹងវាជា main account self and new ហើយយើងបង្កើតបន្តមកទៀតមក chart account នេះគឺជា standard chart account នេះដោយសារតែគ្រូ initiate ដែល customize ពីរវាងពន្ធហើយនឹងគណនីយើងអញ្ចឹងយើងអាចយកទៅប្រើបានជាក់ស្ដែងនៅក្នុងការងារប្រចាំថ្ងៃក្នុងក្រុមហ៊ុនរបស់យើងណាអញ្ចឹងបង្កើតមកអស់មកអូខេបង្កើតអស់មកអញ្ចឹងយើងមើលនៅក្នុង chart account មួយទៀតពាក់ព័ន្ធជាមួយនឹង prepayment and deposit អញ្ចឹងបើសិនយើងមើលនៅក្នុង chart account របស់យើងមានអត់ prepayment and deposit អត់មានទេអញ្ចឹងយើងបង្កើត chart account prepayment and deposit មួយទៀតមកអញ្ចឹងយើង select យកពាក្យ new ហើយបន្ទាប់មកទៀតយើងទៅមើលប្រភេទ prepayment and deposit មានអត់អញ្ចឹងបើអត់មានទេយើង classification ចូលទៅក្នុង other current asset ដូចគ្នាហើយ copy code គណនីហ្នឹងមក copy code គណនីហើយដាក់ nature មក chart account នេះគឺលោកគ្រូ classification ទៅតាម group មួយមួយងាយស្រួលក្នុងការមើលក្នុង report ណាអញ្ចឹង under prepayment deposit គឺយើងមាន prepaid insurance អញ្ចឹងយើងដាក់មកនេះ select យក under prepaid មកអញ្ចឹងដាក់គេដាក់ឈ្មោះមកតមកទៀត copy តទៀតមកនេះ copy តទៀតមកអូខេអញ្ចឹងអានេះដូចគ្នា copy មក copy អស់នេះគេដាក់ទៅតាម criteria មួយមួយមកតែមួយទៀតគឺលោកគ្រូបានបែងចែកទៅលើ tag asset ហ្នឹង tag asset មួយ group អញ្ចឹងទៅងាយស្រួលក្នុងការមើលឆែកទៅលើ report របស់យើងអញ្ចឹងគ្រាន់តែ copy មកអ្នកនរឲ្យ right click នៅក្នុងនេះមាន tag asset អត់មាន tag asset អត់មានទេអញ្ចឹង tag asset ហ្នឹងក៏វាចូលទៅក្នុង other current asset ដែរអញ្ចឹងគ្រាន់តែ copy ដាក់មកហើយអាហ្នឹង copy ឈ្មោះមក name គណនីអញ្ចឹងគឺ tag asset ហើយបន្តទៀតអូខេមកហើយយើង create value add tag ដែលយើងហៅថា VAT VAT ហើយ under អីគេ under នៃ tag asset របស់យើងអូខេពីរមកបន្តទៀត other tax credit បើសិនជាមានណាអូខេអញ្ចឹងយើងបង្កើតចោលដែរបើសិនជាយើងមានក៏យើងប្រើដែរបើយើងមិនមានទេក៏យើងបាច់ប្រើវាទៅណាបាច់ប្រើទៅ
មាន holding tax credit កើតមាននៅពេលណាមាន holding tax credit នេះកើតមានពាក់ព័ន្ធជាមួយ interest អញ្ចឹងខាងធនាគារគេ withhold ពីយើងប៉ុន្តែអាបើ4%ហ្នឹងគឺយើងត្រូវកាត់កងពន្ធប្រចាំឆ្នាំបានតាមច្បាប់ពន្ធណាតែអញ្ចឹង note កន្លែងទុកផងនៅពេលយើងចុះបញ្ជីយើងត្រូវ make sure ថាយើងបាន declare ត្រឹមត្រូវជៀសវាងនៅពេលយើងចុះបញ្ជីហ្នឹងត្រឹម different arising from current ហ្នឹងតែនេះគឺឈ្មោះវែងពេកអញ្ចឹងវាអាចដាច់ណាអញ្ចឹងដាក់ under tax asset ដូចគ្នា tax asset អូខេតទៅទៀត VT import វាជាអឺ asset របស់យើងដែរណា asset ដែរយើងត្រូវកាត់កងគ្នាជាមួយនឹង VT output អញ្ចឹងអាហ្នឹងយើងនឹងទៅចែកគ្នានៅពេលយើងអាចចាស់ខណៈដី VT import ហើយនឹង VT output ហ្នឹងមួយណាធំជាងយើងត្រូវចាស់ទៅយ៉ាងម៉េចអញ្ចឹងណាអូខេអូខេអញ្ចឹងបន្ទាប់ពីតាក់ asset ទៅគឺយើងចូលទៅក្នុង fixed asset ម្ដងអញ្ចឹង fixed asset នេះគឺលោកគ្រូបានបង្កើតតាក់ទងជាមួយនឹងប្រភេទ asset ទាំងអស់ហើយ accumulated depreciation ក៏លោកគ្រូបង្កើតដែរអញ្ចឹងចូលទៅយើងបង្កើតយើងមិនបាច់ចាំដូរទៅ right click អីទេយើងនៅក្នុង page ហ្នឹងហើយគ្រាន់តែ select ទៅរក fixed asset មកដោយសារតែនៅក្នុងហ្នឹងវាមាន classification ចូល fixed asset អញ្ចឹងបង្កើតមកនេះ copy យ៉ាងមក copy ហើយតទៅទៀតដាក់ឈ្មោះមកវាជាមិនមែនហើយបើយើងបង្កើតបន្តទៀតណាបង្កើតបន្តទៀតនិយាយទៅពាក់ព័ន្ធជាមួយការងារ Facebook នេះបើយើងនិយាយទៅការងារដែរទេឲ្យតែយើងចេះវាម្ដងហើយយើងបិទបញ្ជីបានម្ដងយើងចោះបញ្ជីបានម្ដងអាហ្នឹងគឺដូចយើងចេះអញ្ចឹងបើដែរ function វាណាហើយនៅពេលដែលអ្នកនរគ្នារៀន Facebook desktop ចេះហើយយើងនឹងងាយស្រួលក្នុងការទៅមើល Facebook online មិនលេងទៅ Facebook online upload រហូតងាយណាងាយអញ្ចឹងតែទៅមួយវីដេអូ Facebook online គ្រូនឹងមានពាក់ព័ន្ធជាមួយការបរិញ្ញាណាអូខេបរិញ្ញាគេយើង copy ហើយបង្កើតមួយមកនេះ copy បង្កើតមួយយ៉ាងមកអូខេនេះនឹង chart account នេះគ្រូបង្កើតឲ្យអស់ហើយសង្ឃថាអាចមើលឬក៏អាចយក chart account ហ្នឹងទៅប្រើប្រាស់ក្នុងក្រុមហ៊ុនតែម្ដងអញ្ចឹងណាសម្រាប់ក្រុមហ៊ុនដែលគាត់បើកថ្មីក៏ប៉ុន្តែបើក្រុមហ៊ុនដែលបើកយូរហើយយើងមើលទៅ chart account របស់យើងអត់ proper ទេយើងអាច initiate edit ទៅតាមនឹងបានណាកែតម្រូវ edit ទៅលើព័ត៌មានបានយើងធ្វើម៉េចឲ្យវាជាស្តង់ដារ chart account មួយទៅហើយ chart account គ្រូរៀបចំនេះគឺបានន័យថា